បាទទូទៅប្រហែលបងប្អូននេះរបៀបយើងដំឡើង Gemini ខ្មែរ Translate ទៅលើ browser អញ្ចឹងនេះbrowser ដែលយើងបានបើកមកអញ្ចឹងមុននេះយើងបានខ្មែរ Gemini ហ្នឹងខ្មែរ Gemini ខ្មែរ Translate គឺចង់ចូលហើយការងារហើយធ្វើវីដេអូនេះអូខេនេះដើម្បីបានកម្មវិធីហ្នឹងមកគឺយើងត្រូវជារំហុកអូខេអធិស្ឋានជាដំបូងគឺយើងត្រូវមាន Gmail មួយ Gmail ហ្នឹងគឺយើងប្រើ Gmail ដែលចាំ password ហើយផ្ញើ Gmail ទៅ admin ដើម្បី approve បានកូដមកប្រើអូខេអញ្ចឹងពេលដែលយើងបានកូដមកប្រើមក admin នឹងសូយើងផ្ញើ Gmail ផ្ញើ verify ចូលក្នុង Gmail យើងបើក Gmail ទៅឃើញនេះទីคลิกមកបើកមកឃើញនេះអូខេបាទនេះឃើញទេព្រោះវាអាចទៅយកទីចូលមកជាទៅវាចាប់យកជាមួយនឹងGmail យើងអូតូហើយយើងទៅតាមវាទៅយើងត្រូវយើងចូលអូតូនេះចេញក្នុងបែបហ្នឹងពេលណាចេញក្នុងបែបហ្នឹងគឺអូខេហើយអូខេអញ្ចឹងយើងត្រូវដាក់កូដនេះដើម្បីបានកូដហ្នឹងដាក់កូដក្នុងកន្លែងណាហ្នឹងណាឲ្យបានកូដគឺយើងត្រូវវិញយកកូដយើងត្រូវបង្កើតAI កូដចឹងណាអូខេយើងនឹកថ្ងៃនេះ get APK ណា get កូដសិនមកចូលកូដវាជាបង្កើតនៅនេះណាវាមាននៅ link ហ្នឹងគឺមើលជិះបើសិនជាបងប្អូនកន្លែងហ្នឹងបើសិនជាអត់មានអីចាំទៅទៅមកតើយើងបង្កើតធ្វើម៉េចយើងទៅ create code យ៉ាងម៉េចបើសិនជាអត់មាននេះ create code ឡើងនេះ create code នេះ create key កន្លែងនេះ API ណា code លេខ code វានោះ create មកវាបាន code មកយើង copy មកវាចឹងយើង copy code ហ្នឹងមកយើងមកផាសឡើងនេះតែពិត link មួយនេះអា link នេះហើយនឹងអា link នេះគឺតែមួយគ្នាទេតែថាខ្ញុំ pin ចូលគ្នាខ្ញុំ pin នៅលើហ្នឹងវាជាប់នៅអូតូហើយអញ្ចឹងខ្ញុំផាសហ្នឹងមកផាសហ្នឹងមកយើងផាសវាផ្លឹកអូខេយើង start setting អីអូខេអញ្ចឹងយើង upload file ដែលយើងបានgenerate subtitle មកយើងដាក់ចូលមករួចហើយយើងដាក់ចូលមកហើយយើង save ហើយយើង start ទៅធ្វើទៅដូចអ្វីដែលខ្ញុំមេរៀនមុនមកអញ្ចឹងណាអូខេអញ្ចឹងការតម្លើងទៅលើ Gemini ខ្មែរ Translate នេះគឺមានតែប៉ុណ្្នឹងទេបើមានលេខណាមិនតន់ឬមិនយល់អាចឆាតសួរបានអូខេហើយកុំភ្លេចនេះ link នេះយើងត្រូវចេះ copy link ទុកឬក៏ pin ទុកឬក៏យើងសតវាលើទុកក៏បានដែរតាមវិធីណាដែលយើងគិតថាងាយស្រួលសម្រាប់ការងាររបស់យើងណាដូចជា AI Translate យើងទុកទៅការពេលយើងប្រើនេះអស់នេះវាអស់ spec វាយើងប្រើនេះម្ដងទៅអញ្ចឹងណាអូខេអញ្ចឹងមេរៀននេះគឺមានតែប៉ុណ្ណឹងទេអរគុណ